ตาในตอนนี้เจอได้แท้ๆมนุษย์นี้ไอ้ลุยรอบลินดอลลาร์กรอนแต่จดคีย์บอร์ดแต่ปะเนาะมันประมาณ1 ตีพ้องลอยเชียงหมอ100 លាន ដុល្លារត្រូវបានបាត់ពីធនាគារជុំវិញពិភពលោកនេះមិនមែនជាការសម្ដែងនៅក្នុងខ្សែភាពយន្តនោះទេប៉ុន្តែវាគឺជាស្នាដៃពិតៗរបស់ hacker រុស្ស៊ីម្នាក់ដែលគេស្គាល់ឈ្មោះថា Maxim Yakubets Yakubets is a true 21st century criminal. They named their company Evil Corp. He's earned his place by criminals. Accused Maxim Yakubets of running a global hacking group called Evil Corp. Yakubets is accused of working តោះ admin នឹងនាំអារម្មណ៍ប្រិមិត្តទាំងអស់គ្នាទៅតាមដាននៅរឿងរ៉ាវជីវិតពិតរបស់ Maxim Yakubets ដែលជាមេខ្លោង hacker រុស្ស៊ីដែលធ្វើឲ្យ FBI របស់សហរដ្ឋអាមេរិកឈឺក្បាលបំផុតប្រសិនបើប្រិមិត្តចូលចិត្តនៅវីដេអូមួយនេះក៏ដូចជាចូលចិត្តតាមដាននៅសាច់រឿងរ៉ាវប្លែកៗជាមួយពិភពលោកជាច្រើនទៀតសូមជួយចុច Subscribe ទៅលើ Channel Video ម្នាក់មួយផងណារាល់ការចុច Subscribe របស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏ធំធេងមែនទែនសម្រាប់ admin នៅក្នុងការបន្តធ្វើវីដេអូបែបនេះបន្តទៀតអរគុណជាងត្រឡប់មកកាន់សាច់រឿងរបស់យើងវិញដែលនៅក្នុងកំឡុងឆ្នាំ2019និង2020មានបរិម្នាក់ដែលពិភពលោកស្គាល់ថាគឺជាមេខ្លោងធំនៃក្រុម hacker គ្មានស្រមុខដ៏ល្បីឈ្មោះមួយនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីតែគាត់គឺជានរណាមនុស្សជាច្រើនតែងតែស្គាល់គាត់តាមរយៈប្រព័ន្ធអ៊ីនធឺណិតតែគេឲ្យឈ្មោះគាត់ថា hacker គ្មានស្រមុខអ្វីដែលពិសេសនោះគឺគាត់ដើរហើរដោយសេរីដោយមិនមានប៉ូលីសណាម្នាក់ហ៊ានប៉ះពាល់ឬចាប់ខ្លួនគាត់នោះទេMaxim Yakubets គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Evil Corp ដែលជាក្រុមហ៊ុន hacker ដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសរុស្ស៊ី Yakubets ត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីលួចប្រាក់និងគំរាមចម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនករណីមានធនាគារធំៗនិងក្រុមហ៊ុនធំៗមួយចំនួនដូចជាក្រុមហ៊ុន Garmin ក្រុមហ៊ុន Boy Gaming និងក្រុមហ៊ុន Sinclair Broadcast Group និងក្រុមហ៊ុនផ្សព្វផ្សាយចំនួន31ផ្សេងទៀតឬក៏យើងហៅថា Media Outlet ដែលប្រើប្រាស់សេវាកម្មរបស់សហរដ្ឋអាមេរិកត្រូវបានគេរកឃើញថាគឺជាគោលដៅវាយប្រហាររបស់ក្រុម Yakubets តែម្ដង Evil Corp របស់ Yakubets ត្រូវបានអាជ្ញាធរ FBI និងបញ្ជាការដ្ឋានការពារស៊ីបេរ៉ូសហរដ្ឋអាមេរិកបានស្មានថាពួកគេបានបង្កនូវការខូចខាតក៏ដូចជាការលួចសរុបចំនួនទឹកប្រាក់$100 លានសហរដ្ឋអាមេរិកពីធនាគារនិងក្រុមហ៊ុនរាប់រយនៅជុំវិញពិភពលោកហើយភាគច្រើនក្រុមហ៊ុនទាំងអស់នោះគឺមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសស្របពេលដែលកំពុងតែស្ថិតនៅក្នុងការជាប់សង្ស័យក៏ដូចជាស្ថិតក្រោមការតាមដានរបស់ភ្នាក់ងារ FBI Yakubets គាត់ហាក់ដូចជាមិនសូវខ្វល់ខ្វាយក្នុងចិត្តប៉ុន្មាននោះទេពលគឺគាត់រស់នៅជាធម្មតាដូចជាមិនមានរឿងអ្វីអញ្ចឹងជាមួយនឹងភាពក្រអឺតក្រទមរបស់គាត់នេះហើយដែលមិនខ្លាចនឹងការតាមចាប់ខ្លួនពីសំណាក់ភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកបានធ្វើឲ្យ FBI នោះហ៊ានប្រកាសនឹងឲ្យប្រាក់រង្វាន់$5 លានសម្រាប់អ្នកផ្ដល់តម្រុយដែលអាចឈានរហូតដល់ការចាប់ខ្លួន Yakubets បាន ខ្លីៗពីស្ថាបនិក Evil Corp គឺលោក Maxim Yakubets Maxim Yakubets កើតនៅថ្ងៃទី20ខែឧសភាឆ្នាំ1987នៅទឹកដីប្រទេសអ៊ុយក្រែន Yakubets សប្តាហ៍ថ្ងៃក៏រស់នៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីហើយគាត់មានសញ្ជាតិជារុស្ស៊ីដូចគ្នាប្រសិនបើយើងក្រឡេកមើលទៅមុខរបស់គាត់តាមរយៈរូបភាពមួយសន្លឹកនេះយើងច្បាស់ជាមិនដឹងទេថាគាត់មានអាយុ39ហើយបើគិតនៅក្នុងឆ្នាំ2026នេះដោយសារតែមុខរបស់គាត់មើលទៅដូចជានៅក្មេងណាស់តែអ្វីដែលយើងអាចដឹងពីគាត់នឹងគឺមានតិចតួចបំផុតដោយសារតែมันមានព័ត៌មានច្បាស់លាស់ណាមួយដែលនិយាយអំពីប្រវត្តិពិតរបស់គាត់ទេនិយាយទៅគឺអាចកំបាំងតែម្ដងដើមឡើយ Yakubets គឺជាក្មេងប្រុសម្នាក់ដែលបានចាប់កំណើតនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនហើយក្រោយមកគេបានធ្វើការផ្លាស់ប្ដូរមករស់នៅប្រទេសរុស្ស៊ីវិញ Yakubets ក៏ដូចជាក្មេងដទៃទៀតដែរធំធាត់ឡើងនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីប៉ុន្តែដែលហេតុតែគេមានចំណង់ចំណូលចិត្តខ្លាំងទៅលើកូដcomputer តាំងពីនៅក្មេងៗក្រោយតែពេលដែលធំពេញវ័យពេញរូបពេញរាងទៅទើបគេដឹងថាគេគឺមានទំនោរនិងចំណូលចិត្តខ្លាំងទៅលើកូដ computer ហើយនាពេលនោះស្របពេលដែលសហភាពសូវៀតទើបតែដួលរលំហើយក៏បានកកើតជាប្រទេសរុស្ស៊ីដែលពេលជំនាន់នោះប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាប្រព័ន្ធ computer អ៊ីនធឺណិតហាក់ដូចជាមិនទាន់មានភាពទូលំទូលាយនិងសម្បូរបែបហើយនឹងទំនើបដូចពេលបច្ចុប្បន្ននោះទេតែដែលហេតុតែចិត្តស្រឡាញ់ទៅលើជំនាញមួយនេះ Yakubets
Jacobet បានខិតខំសិក្សាស្រាវជ្រាវដោយខ្លួនឯងខ្លាំងមែនទែនទៅលើជំនាញ coding computer ដែលគេគឺជាមនុស្សម្នាក់ដែលមានខួរក្បាលឆ្លាតខាងផ្នែក coding និង cyber security ទើបធ្វើឲ្យ Jacobet បានវិវត្តខ្លួនក្លាយទៅជាអ្នកជំនាញផ្នែកសរសេរកូដ computer ម្នាក់ Jacobet បានប្រើប្រាស់ជំនាញមួយនេះដើម្បីរកចំណូលសម្រាប់ខ្លួនឯងបានយ៉ាងស្រួលប៉ុន្តែប្រាក់ចំណូលដែលរកបានពីជំនាញមួយនេះវានៅមានកម្រិតនៅឡើយដែលមិនទាន់អាចនឹងបំពេញតម្រូវការឬក៏បំពេញមហិច្ឆតារបស់ Jacobet បាននោះទេនាពេលនោះដូចនេះ Jacobet គេបានធ្វើរឿងមួយដែលគេមានបំណងចង់ប្រើប្រាស់នៅជំនាញដែលគេមាននេះទៅធ្វើការរកលុយតាមរយៈ Dark Web ដែលគេដឹងយ៉ាងច្បាស់ថា Dark Web គឺជាកន្លែងប្រមូលផ្ដុំទៅដោយអំពើខុសច្បាប់ជាច្រើនហើយកាលណាបើប្រឡូកខ្លួនចូលទៅក្នុង Dark Web អាចនឹងធ្វើឲ្យគេនឹងមានគ្រោះថ្នាក់គ្រប់ពេលវេលាតែគេដូចជាមិនខ្វល់នោះទេអ្វីដែលគេគិតនោះគឺធ្វើបែបណារកលុយឲ្យបានច្រើនការប្រឡូកខ្លួនរបស់ Jacobet ចូលទៅក្នុង Dark Web បានធ្វើឲ្យ Jacobet នឹងមានគេឈ្មោះល្បីល្បាញយ៉ាងឆាប់រហ័សអ្វីដែល Jacobet មានភាពលេចធ្លោជាងគេនោះគឺថាក្នុងចំណោមក្រុម hacker ទាំងអស់គឺត្រូវបានប៉ូលីសចាប់ខ្លួនជាបន្តក្រោយពេលដែលពួកគេនឹងធ្វើសកម្មភាពខណៈពេលដែល Jacobet វិញគឺរស់នៅយ៉ាងសុខស្រួលជាមួយនឹងទ្រព្យសម្បត្តិយ៉ាងច្រើនក្រាស់ក្រែលរបស់គេទៅវិញនៅក្នុង Dark Web នៃ hacker Jacobet ត្រូវបានគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា Aqua ឬ Aquamo កន្លែងនេះ admin សូមអធិស្ឋានផងប្រសិនបើអានខុសតុង Jacobet បានចាប់ផ្ដើមបង្កើតនៅបណ្ដាញអក្រិតជន cyber ដំបូងដែលមានដូចជា Jabber, Crew ហើយក្រោយមកបានពង្រីកខ្លួននិងបង្កើតបានទៅជាអង្គភាពអក្រិតកម្ម cyber ដ៏ធំបំផុតនៃពិភពលោកដែលគេស្គាល់ឈ្មោះថា Evil Corp ត្រូវបានគេនិយាយតគ្នាថាបានចាប់ផ្ដើមប្រតិបត្តិការដំបូងនៅក្នុងកំឡុងខែឧសភាឆ្នាំ2009នៅក្នុងបន្ទប់ក្រោមដីស្ថិតនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី Evil Corp គឺជាក្រុមអក្រិតជន cyber hacker ដ៏គ្រោះថ្នាក់មួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតនិងដឹកនាំផ្ទាល់ដោយ Maxim Yakubet មានមូលដ្ឋាននៅប្រទេសរុស្ស៊ី Yakubet មានបណ្ដាញក្រុម hacker រាប់សែននាក់ដែលវាបានផ្ដល់នូវភាពងាយស្រួលដល់ប្រតិបត្តិការលួចលុយរបស់ពួកគេ Evil Corp បានបង្កើតនិងប្រើប្រាស់នៅមេរោគ computer មួយដែលមានឈ្មោះថា 3DEX និង Vostech Locker ដែលគេប្រើប្រាស់មេរោគទាំងអស់នេះដើម្បីចូលទៅលួចទិន្នន័យនិងចូលទៅបញ្ជាគណនីធនាគារឬចាក់សោទិន្នន័យក្រុមហ៊ុនដែលគេភាសាអង់គ្លេសគេហៅថា ransomware ដើម្បីជំរិតទារប្រាក់នៅក្រុមហ៊ុនទាំងអស់នោះល្បិចរបស់គេនោះគឺពួកគេផ្ញើ email បោកប្រាស់មួយដែលគេហៅថា phishing email ទៅកាន់ក្រុមហ៊ុនឬក៏ធនាគារធំមួយចំនួនទាំងអស់នោះដែលជាគោលដៅរបស់ពួកគេនោះហើយប្រសិនបើមានបុគ្គលិកណាម្នាក់ចុចទៅលើ link នៅក្នុង email នោះកាលណាមេរោគ 3DEX នោះនឹងធ្វើការលួចចូលទៅក្នុងប្រព័ន្ធ computer ភ្លាមៗតែម្ដងហើយពពួកមេរោគទាំងអស់នោះធ្វើការយ៉ាងលឿនដែលយើងនឹកស្មានមិនដល់វាបានលួចយកនៅលេខកូដសម្ងាត់គណនីធនាគារនិងព័ត៌មានហិរញ្ញវត្ថុសំខាន់របស់ computer ហើយបញ្ជូនទៅឲ្យក្រុម Evil Corp ដោយប្រើរយៈពេលមិនប្រមាណនាទីនោះទេបន្ទាប់មកក្រុម Evil Corp បានធ្វើការផ្ទេរប្រាក់រាប់លានដុល្លារចេញពីគណនីធនាគាររបស់ជនរងគ្រោះនីមួយៗហើយចូលទៅក្នុងគណនីបណ្ដាញរបស់ពួកគេភ្លាមតែម្ដងត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះប្រាក់រាប់លានដុល្លារត្រូវបានបាត់ពីប្រព័ន្ធធនាគារហើយនេះគឺជា workflow របស់ពួកគេដែលធ្លាប់បានប្រតិបត្តិការកន្លងមកតាមអ្វីដែលគេដឹងនោះគឺថាមេរោគ 3DEX នេះមានសមត្ថភាពច្រើនជាងអ្វីដែលយើងគិតទៅទៀតប៉ុន្តែมันមានព័ត៌មានណាជាក់លាក់មួយដែលបង្ហាញអំពីទិន្នន័យនិងសមត្ថភាពពិតរបស់វានោះទេតាមដែលយើងបានដឹងមកគឺ Evil Corp ធ្លាប់បានធ្វើការវាយប្រហារទៅលើធនាគារពិភពលោកធំជាច្រើនដូចជា JP Morgan, BCA, HSBC និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Garmin ជាដើមដោយចម្រិតទារប្រាក់បានប្រហែលជា$10 លានសហរដ្ឋអាមេរិកនៅនោះដើម្បីជាថ្នូរដោះនៅទិន្នន័យសំខាន់មួយចំនួនរបស់ក្រុមហ៊ុនមិនតែប៉ុណ្ណោះពួកគេបានធ្វើការវាយប្រហារចូលទៅក្នុងប្រព័ន្ធអប់រំសាលារៀនមន្ទីរពេទ្យនិងស្ថាប័នរដ្ឋបាលជាច្រើនរបស់សហរដ្ឋអាមេរិកផងដែរជាហេតុដែលធ្វើឲ្យ FBI ធ្វើការតាមដាននិងធ្វើការតាមចាប់ខ្លួន Jacobet យើងងាកមកមើលជីវិតឯកជនរបស់ Jacobet វិញខណៈពេលដែល hacker ផ្សេងទៀតព្យាយាមលាក់មុខនៅក្នុងពិភពងងឹតពោលគឺពួកគេមិនបង្ហាញមុខជាសាធារណៈនោះទេដោយឡែក Jacobet វិញបែរជាប្រើប្រាស់លុយដែលលួចបានមកចាយវាយយ៉ាងហឺហានិងប្រើប្រាស់ជីវិតយ៉ាងស៊ីវិល័យមានសេចក្តីសុខបំផុតនៅក្នុងប្រទេសរុស្ស៊ី Jacobet បានទិញរថយន្តស៊េរីទំនើប Lamborghini ជាច្រើនគ្រឿងហើយថែមទាំងបើករថយន្តរបស់ខ្លួនដែលមានផ្លាកលេខថា Bob ដែលពាក្យនេះមានន័យនៅក្នុងភាសារុស្ស៊ីប្រែថាចៅពីពេញផ្លូវនៅទីក្រុង
មូស្គូទៀតផងដោយមិនខ្វល់ពីការតាមចាប់ខ្លួនសូម្បីតែបន្តិចសោះហើយនៅក្នុងវីដេអូឃ្លីបមួយដែលគេបានបង្ហាញយ៉ាងច្បាស់អំពីវីដេអូដែល Yakubet ធ្វើការទ្រីឡានសេរីទំនើបរបស់គាត់នឹងនៅលើដងផ្លូវមួយនៅក្នុងទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីដែលឡែកអ្វីដែលគេហួចចិត្តនឹងគឺថាគេឃើញមន្ត្រីប៉ូលីសម្នាក់បានឈរនិយាយជាធម្មតាជាមួយនឹង Yakubet ដោយមិនមានការផាកពិន័យអ្វីទៅលើគាត់នោះទេនេះគឺជាអ្វីដែលមហាជនក៏ដូចជាអ្នកគ្រប់គ្នាគឺមានការហួចចិត្តមែនទែនមានន័យថាគាត់អាចធ្វើអ្វីស្រេចតែចិត្តនៅក្នុងទឹកដីនៃប្រទេសរុស្ស៊ីតែម្ដងនៅក្នុងកំឡុងឆ្នាំ2017 Yakubet បានធ្វើការរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមតែចំណាយអស់ប្រាក់ជាង $2,500 pound ឬស្មើនឹងជិត$30,000 សហរដ្ឋអាមេរិកនៅឯក្លឹបវាយកូនគោដ៏ប្រណិតមួយនៅក្នុងប្រទេសរុស្ស៊ីអ្វីដែលគេភ្ញាក់ផ្អើលនោះគឺថាកូនក្រមុំរបស់ Yakubet គឺជាកូនស្រីរបស់លោកអតីតមន្ត្រីជាន់ខ្ពស់នៃភ្នាក់ងារសន្តិសុខជាតិរុស្ស៊ីដែលគេហៅកាត់ថា FSB ដោយសារតែទំនាក់ទំនងរវាង Yakubet និងឪពុកក្មេកដែលជាមន្ត្រីជាន់ខ្ពស់ FSB បែបនេះទើបធ្វើឲ្យ Yakubet មិនខ្លាចរអានឹងប្រព័ន្ធផ្លូវច្បាប់នោះឡើយនៅថ្ងៃទី5ខែធ្នូឆ្នាំ2019ក្រសួងយុត្តិធម៌អាមេរិកនិង FBI បានប្រកាសដីកាចាប់ខ្លួន Maxim Yakubet ជាផ្លូវការដោយចោទប្រកាន់ពីបទលួចប្រាក់ជាង$100 លានពីធនាគារនិងក្រុមហ៊ុននានានៅក្នុងសហរដ្ឋអាមេរិកមិនតែប៉ុណ្ណោះ FBI ថែមទាំងហ៊ានចំណាយទៅប្រាក់រហូតដល់$5 លានសម្រាប់នរណាម្នាក់ដែលបានផ្ដល់ព័ត៌មានដែលឈានទៅដល់ការចាប់ខ្លួនរូបគេតែម្ដងប៉ុន្តែតើហេតុអ្វីបានជា Yakubet មិនត្រូវបានចាប់ខ្លួននេះគឺជាសំណួរដែលអ្នកទាំងអស់គ្នាតែងតែឆ្ងល់យោងតាមអ្នកវិភាគនិងអាជ្ញាធរអាមេរិកជឿជាក់ថា Yakubet មិនមែនគ្រាន់តែជា hacker ធម្មតានោះទេប៉ុន្តែគេមានខ្នងបំឯកដ៏រឹងមាំមួយពីភ្នាក់ងារសន្តិសុខជាតិរុស្ស៊ី Yakubet ត្រូវបានគេសង្ស័យថាបានជួយដល់ការងារ Cyber ដល់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីជាថ្នូរដើម្បីទទួលបាននូវសិទ្ធិពិសេសក្នុងការរស់នៅដោយសេរីនិងរួចផុតពីសំណាញ់ច្បាប់អន្តរជាតិដោយហេតុថាប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកគ្មានសន្ធិសញ្ញាធ្វើបច្ចាប័នដែលភាសាអង់គ្លេសគេហៅថា Extradition Treaty និយាយឲ្យងាយយល់ទៅគឺជាការបញ្ជូនខ្លួនអក្រិតជនឲ្យគ្នាទៅមកដូចនេះជាហេតុដែលធ្វើឲ្យអាជ្ញាធរអាមេរិកក៏ដូចជាក្រុម FBI មិនអាចចូលទៅចាប់ Yakubet នៅក្នុងទឹកដីរុស្ស៊ីបានឡើយមកទល់ពេលនេះ Maxim Yakubet នៅតែបន្តរស់នៅក្នុងទឹកដីរុស្ស៊ីយ៉ាងមានក្តីសុខនិងសេរីភាពពេញលេញខណៈពេលដែលរូបថតនៃដីកាចាប់ខ្លួនរបស់គេនឹងនៅតែបន្តស្ថិតនៅកំពូលតារាងរបស់ FBI ដដែលតើប្រិមិត្តយល់យ៉ាងណាដែរចំពោះរឿងរ៉ាវរបស់មេក្រុម hacker ដ៏ល្បីឈ្មោះមួយនេះហើយប្រសិនបើអ្នកទាំងអស់គ្នាបានឃើញ Yakubet នៅខាងក្រៅតើអ្នកទាំងអស់គ្នានឹងផ្ដល់ព័ត៌មានទៅកាន់ភ្នាក់ងារ FBI ដែរឬទេដើម្បីបដូរយកទឹកប្រាក់ចំនួន$5 លានសូមបញ្ចេញមតិនៅខាងក្រោមនេះអរគុណហើយពួកយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយនៅពេលនេះសូមជម្រាបលា